គ្នាថ្ងៃនេះគឺជួបជាមួយខ្ញុំបាទអាសាជាថ្មីម្ដងទៀតហើយបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំនឹងបង្ហាញជូនបងប្អូនអរគ្នាអំពីរបៀបការយើងចូលទៅរៀបចំ page របស់យើងឲ្យត្រូវទៅតាមស្តង់ដារនៃ page របស់យើងបាទមិនថាជា page រកលុយបាទជាមួយនឹងក្រុមហ៊ុន Facebook នោះទេមិនថាជា page លក់អីវ៉ាន់អនឡាញបងប្អូនអរគ្នាយើងត្រូវតែរៀបចំព័ត៌មាននៃ page របស់យើងឲ្យត្រូវបាទទៅតាមលក្ខខណ្ឌនៃ account Facebook របស់យើង account page របស់យើងណាបាទដើម្បីគេចូលមក check មើលនៅក្នុងpage របស់យើងគេឃើញព័ត៌មានលម្អិតផ្សេងៗបាទតាក់ទងទៅនឹង page របស់យើងផងដែរចឹងបងប្អូនអរគ្នាឥឡូវយើងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ Facebook ដើម្បីយើងបាទទៅរៀបចំ page របស់យើងផងដែរឥឡូវយើងចូលមកកាន់ account Facebook របស់យើងចឹងមកបាទបងប្អូនអរគ្នាមើលមកខាងស្ដាំដៃនេះដែលមានរូប profile របស់យើងហើយក៏មានសញ្ញាត្រី3នៅនឹងដែរណាបាទយើងចុចលើវាចឹងមកបាទអូខេបន្ទាប់មកយើងចុចពាក្យថា page បាទបងប្អូនអរគ្នាមាន page 2ឬក៏3វាបង្ហាញកន្លែងហ្នឹងបើសិនបងប្អូនមាន page តែមួយទេក៏វាបង្ហាញកន្លែងហ្នឹងតែមួយដែរណាបាទអានឹងសម្រាប់អ្នកថ្មីដែលគាត់ទើបតែចេះបង្កើត page ថ្មីបាទឥឡូវយើងជ្រើសរើសយក page មួយណាបាទខ្ញុំជ្រើសរើសយកក្រោមគេចុះបាទចម្រើនវីដេអូរៀលហ្នឹងបាទយើងចុច switch account បាទទៅកាន់ page របស់យើងបាទអញ្ចឹងយើង switch now ហ្នឹងមកបាទអូខេបន្ទាប់មកបងប្អូនវាបង្ហាញនៅទម្រង់បែបនេះនេះគឺជា account កណ្ដាលមួយមិនមែនជា account Facebook ឬក៏ page នោះទេបងប្អូនជា account កណ្ដាលមួយបានន័យថាជា account ខ្មោចមួយបាទដើម្បីយើងចូលទៅកាន់ account page របស់យើងបងប្អូនចុចសញ្ញាក្បាលមនុស្សនេះក៏បានចុចលើ profile ដែលនៅខាងឆ្វេងដៃហ្នឹងក៏បានដែរបងប្អូនគ្នាឥឡូវខ្ញុំចុចលើសញ្ញាក្បាលមនុស្សដើម្បីចូលមកកាន់ page របស់យើងអញ្ចឹងជាដំបូងខ្ញុំចង់បង្ហាញបងប្អូនអរគ្នាបាទបងប្អូនមើលអាគំនូសបាទគំនូសពណ៌លឿងណាបាទបានន័យថាគុណភាពនៃ page របស់យើងគឺអត់ទាន់បានល្អទេបងប្អូនអរគ្នាចឹងលុះត្រាតែអាកណ្ដុះពណ៌លឿងហ្នឹងវាលោតឡើងពណ៌បៃតងពណ៌ខៀវណាទៅ page របស់យើងមានគុណភាពល្អបងប្អូនគ្នាចឹងលុះត្រាតែយើងបាទរៀបចំព័ត៌មានល្អិតផ្សេងៗបាទតាក់ទងនឹង page របស់យើងបានវាលោតអាកណ្ដុះពណ៌ហ្នឹងពណ៌ខៀវបងអីអានឹងបានគុណភាព page របស់យើងបានល្អតាមនឹងបាទចឹងខ្ញុំបង្ហាញអំពីរបៀបនៃការយើងរៀបចំ page នេះគឺបង្ហាញវគ្គមួយបាទខ្ញុំបង្ហាញមួយវគ្គដើម្បីលម្អិតចែកជូនទៅដល់បងប្អូនគ្នាដើម្បីឲ្យចេះរៀបចំ page បាទគេថា page standard ក៏ដូចជាចេះរៀបចំ page របស់ខ្លួនឯងគឺពិតប្រាកដបាទអញ្ចឹងបងប្អូនគ្នាឥឡូវវគ្គទី1នេះគឺខ្ញុំបង្ហាញជូនបងប្អូនគ្នាអំពីរបៀបការយើងដាក់ profile ក៏ដូចជា cover នៃ page របស់យើងបាទបងប្អូនយើងដាក់ profile ក៏ដូចជា cover ក៏ដូចជា account Facebook របស់យើងដែរវាអត់ពិបាកដែរហ្នឹងណាបាទឥឡូវយើងចុចខ្ញុំដាក់បង្ហាញបងប្អូនឧទាហរណ៍ហ្នឹងតែម្ដងបាទយើងចុចលើ profile ហ្នឹងហើយ cover នឹងហើយអ្នកនរគ្នាចុច choose cover photo នឹងមកដើម្បីយើងទៅជ្រើសរើសចាបងប្អូនអរគ្នាខុសនេះយើងចុចលើចឹងហើយអ្នកនរគ្នាចុចពាក្យថា upload photo ណាបាទចុចពាក្យថា upload photo អានេះក៏អត់មានទេយើងចុច access allow សិនបាទ allow ដើម្បីយើងចូលទៅកាន់បាទអញ្ចឹងបងប្អូនអរគ្នាបាទបងប្អូនទៅជ្រើសរើសយករូបភាពមួយដើម្បីយើងដាក់ cover ផងដែរឥឡូវខ្ញុំជ្រើសរើសបង្ហាញជូនបងប្អូនឧទាហរណ៍ចុះណាបាទឥឡូវខ្ញុំជ្រើសរើសយករូបភាពមួយនេះបាទសូមបងប្អូនរំចាំតិចសិនបាទដោយសារអ៊ីនធឺណិតវា slow បាទអញ្ចឹងយើងសារ៉េឲ្យត្រូវទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនណាបាទសារ៉េឲ្យវាត្រូវប្លង់ធ្វើម៉េចឲ្យឃើញស្អាតបាទហើយបន្ទាប់មកពីបងប្អូនចុចចឹងហើយទី2ហើយនៅពេលដែលបងប្អូនដាក់ cover page ក៏ដូចជា cover account Facebook ណាបងប្អូនមើលមកខាងក្រោមនេះសិន share your update to new feed នេះបើសិនបងប្អូនដាក់ cover វានឹងឃើញការផុសរបស់យើងនៅក្នុង account page បាទអញ្ចឹងបើសិនតែបងប្អូនអត់ចង់ឲ្យវាឃើញផុសនៅក្នុង page របស់យើងឬក៏ Facebook របស់យើងទេបងប្អូនចុចគ្រីសវាបិទជាមិនណាបាទបន្ទាប់មកយើងចុចពាក្យថា save នេះបាទយើងចុចពាក្យ save ចឹងមកបាទហើយបងប្អូនសូមរងចាំតិចសិនដោយសារវាអត់ទាន់ upload ឲ្យណាបាទអូខេអញ្ចឹងបានណាបងប្អូនគ្នាបាទហើយបន្ទាប់មកយើងដាក់ profile account page របស់យើងណាយើងដាក់ profile យើងចុចលើវាបងប្អូនជ្រើសរើសពាក្យថា choose profile picture យើងចុចជើងមកបាទហើយបន្ទាប់មកយើងទៅជ្រើសរើសរូបភាពមួយដើម្បីយើងដាក់ profile page របស់យើងផងដែរបងប្អូនគ្នាអញ្ចឹងខ្ញុំជ្រើសរើសយកមួយដើម្បីបង្ហាញជូនបងប្អូនគ្នាឧទាហរណ៍អញ្ចឹងដូចគ្នាជាមួយនឹងការដាក់ cover ផងដែរបងប្អូនគ្នាបើសិនបងប្អូនអត់ចង់ឲ្យគេឃើញអត់បង្ហាញនៅលើ page របស់យើងបងប្អូនចុចគ្រីសបិទវាមកចង់សេរីស្រង់វាបងប្អូនចុចក្របចឹងមកណាបាទហើយបន្ទាប់មកយើងចុចពាក្យថាដានចឹងមកបាទយើងចុចពាក្យថាដានចឹងមកហើយបន្ទាប់មកបងប្អូនគ្នាបាទយើងចុចពាក្យថា save ទៅមកបន្ទាប់ពីយើងចុចដានហើយយើងចុចពាក្យថា save ចឹងមកបាទ
អូខេបន្ទាប់មកបងប្អូនសូមរងចាំតិចណាបាទដោយសារ internet វា slow អូខេអញ្ចឹងវាបានណាបងប្អូនគ្នាអញ្ចឹងរបៀបនៃការយើងដាក់ cover ក៏ដូចជា profile នៃ account page របស់យើងបងប្អូនគេដាក់របៀបហ្នឹងបងប្អូនគ្នាបន្ទាប់ពីយើងដាក់profile ក៏ដូចជា cover នៃ page របស់យើងហើយបងប្អូន scroll មកខាងក្រោមរកពាក្យថា see more នេះណាបាទចុចពាក្យថា see more ហ្នឹងមកបាទអូខេបងប្អូនគ្នាអញ្ចឹងវាបង្ហាញនៅទម្រង់បែបនេះបងប្អូនគ្នាណាបាទអញ្ចឹងទី1កឡោនទី1ណាបាទកឡោនទី1មាន3ចំណុចផងដែរបងប្អូនគ្នាបាទវាមានលើគេដាក់ add your bio បាទទី2 add a profile picture ទី3 add a cover photo បាទអញ្ចឹងបងប្អូនគ្នាចំណុចទី2ខាងក្រោមនេះយើងដាក់មិញណាបាទឥឡូវខ្ញុំថយឲ្យមើលនេះយើងដាក់ cover និង profile មិញហ្នឹងបាទអញ្ចឹងវាគេគ្រីសឲ្យហើយណាបាទអញ្ចឹងអ្វីដែលយើងត្រូវដាក់បន្តណាបាទបងប្អូនមើលមកខាងលើគេបំផុតនេះគឺដាក់ add your bio បាទអញ្ចឹងយើង add your bio បានន័យថាយើងទៅសេព័ត៌មានតាក់ទងជាមួយនឹង page របស់យើងណាបាទតាក់ទងទៅនឹងការពិពណ៌នាបាទពិពណ៌នាអំពី page របស់យើងតាក់ទងទៅនឹងព័ត៌មាននៃ page របស់យើងដើម្បីគេចូលមកកាន់page របស់យើងគេឃើញព័ត៌មានលម្អិតនៅលើ page របស់យើងអញ្ចឹងណាបាទអញ្ចឹងយើងចូលទៅសរសេរទាំងអស់គ្នាដើម្បីបងប្អូនបាទចេះទៅសេដាក់ description បាទអញ្ចឹងយើងចុចលើ add your bio នឹងមកដើម្បីយើងទៅសរសេរទាំងអស់គ្នាបាទអញ្ចឹងកន្លែងនេះជាកន្លែងដែលយើងត្រូវទៅសេបងប្អូនគ្នាបាទអញ្ចឹងឥឡូវខ្ញុំសរសេរឧទាហរណ៍បាទ page របស់បងប្អូនបាទបង្កើតឡើងតាក់ទងទៅនឹងអ្វីមួយបងប្អូនទៅសេឲ្យត្រូវទៅតាម page របស់បងប្អូនទៅណាបាទឧទាហរណ៍ថា page របស់បងប្អូនបាទជា page ដែលរកលុយជាមួយនឹងក្រុមហ៊ុន Facebook ហើយបងប្អូនធ្វើ content តាក់ទងទៅនឹងអ្វីមួយអញ្ចឹងណាដូចថាតាក់ទងទៅនឹងការនេសាទអញ្ចឹងបងប្អូនទៅសេ description ហ្នឹងការពិពណ៌នានៃ page របស់យើងតាក់ទងទៅនឹងការនេសាទអញ្ចឹងទៅណាបាទតាក់ទងទៅនឹងរកត្រីរកអីអញ្ចឹងទៅបាទដើម្បីរកលុយជាមួយក្រុមហ៊ុន Facebook ហើយទី2របៀបនៃការយើងទៅសេបើសិនតែ page របស់បងប្អូនបាទជាអ្នកលក់អីវ៉ាន់អនឡាញបាទយើងទៅសេព័ត៌មាននៅកន្លែងហ្នឹងតែម្ដងបាទដើម្បីគេចូលមកកាន់ page របស់យើងគេឃើញព័ត៌មានលម្អិតអំពី page របស់បងប្អូនដែលជាអ្នកលក់អីវ៉ាន់អនឡាញមកថាលក់គ្រឿង make up គ្រឿងអីយើងទៅសេដាក់កន្លែងហ្នឹងសូមស្វាគមន៍មកកាន់ page របស់ខ្ញុំបាទមានបោះដុំលក់រាយនៃគ្រឿងក្រអូបគ្រឿង make up គ្រប់ប្រភេទអាចទំនាក់ទំនងបានជាមួយនឹងលេខទូរស័ព្ទលេខ Telegram ក៏ដូចជា link TikTok social media ផ្សេងៗហ្នឹងទៅអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនអរគ្នាអំពីរបៀបនៃការយើងឧទាហរណ៍ថាយើងជា page រកលុយpage រកលុយជាមួយនឹងក្រុមហ៊ុន Facebook បាទខ្ញុំសរសេរចេះសិនទៅដើម្បីបង្ហាញជូនបងប្អូនអរគ្នាដើម្បីឲ្យបងប្អូនអរគ្នាចេះធ្វើទាំងអស់គ្នាបាទសូមស្វាគមន៍ចេះទៅណាបាទស្វាគមន៍យ៉ាគុំយើងសូមស្វាគមន៍មកកាន់បងប្អូនកុំមកសរសេរដាក់តាមខ្ញុំប្រភេទ page របស់បងប្អូនមិនអានឹងយើងសរសេរទៅតាម page របស់យើងទៅណាបាទនេះខ្ញុំបង្ហាញជូនបងប្អូនជាឧទាហរណ៍ទេបាទសូមស្វាគមន៍មកកាន់ page ផ្លូវការរបស់ខ្ញុំបាទយើងសរសេរជាខ្មែរហ្មងទៅ page ផ្លូវការបុកជើងផនលោផ្លោរស់សងពេលបញ្ញាពីរស់សងលោតឃើញសូមស្វាគមន៍មកកាន់ page ផ្លូវការយើងដកឃ្លាបន្តិចមករបស់ខ្ញុំបាទរកមកបងប្អូនទៅសេរនឹកទៅសេឲ្យលយជាងខ្ញុំទៅណាបាទដោយសារខ្ញុំបង្ហាញជូនរនឹកអត់ទាន់ទេបាទខ្ញុំអញ្ចឹងវាខ្លាចជូរអញ្ចឹងណាបាទខ្ញុំបាទទៅខជើងញោចខ្ញុំបាទសូមស្វាគមន៍មកកាន់ page ផ្លូវការរបស់ខ្ញុំបាទបងប្អូននឹងទទួលបានចឹងទៅណាបាទបងប្អូនទទួលបាននៅវីដេអូកំសាន្តផ្សេងៗបាទបងប្អូននឹងទទួលបានបើសិនជា page របស់បងប្អូនចែករំលែកចំណេះដឹងទៅសេថាសូមស្វាគមន៍មកកាន់ page ផ្លូវការរបស់ខ្ញុំបាទបងប្អូននឹងទទួលបាននៅចំណេះដឹងទូទៅផ្សេងៗបាទ
តេតងជាមួយនឹងការបង្កើត page តេតងទៅនឹងការរកលុយជាមួយនឹងក្រុមហ៊ុន Facebook page ហ្នឹងទៅណាបាទយើងទៅសេទៅឲ្យគេចូលមកកាន់ page របស់យើងដើម្បីគេតាមដាន page របស់យើងផងដែរណាបាទអញ្ចឹងបើថាបងប្អូនរកលុយជាមួយនឹងក្រុមហ៊ុន Facebook ទេអានោះយើង page ថាបងប្អូនទទួលបានបងប្អូនចឹងទៅណាបងប្អូននឹងទទួលបានចឹងទៅបងប្អូននឹងទទួលបានវីដេអូកំសាន្តជាច្រើនផងដែរវីដេអូកំសាន្តផ្សេងទៅហើយយើងដាក់បងប្អូនទាំងគ្នាយើងដាក់ចុងក្រោយយើងដាក់សូមជួយ follow ម្នាក់មួយផងចឹងទៅណាបាទបងប្អូនរនឹកទៅសេឲ្យរៀងលយជាងខ្ញុំទៅណាបាទសូមជួយទៅបាទយើងអាចកែទៅថ្ងៃក្រោយទៀតបានបងប្អូនទាំងគ្នាបាទប៉ុន្តែយើងដាក់សិនទៅណាបាទសូមជួយ follow ម្នាក់ follow page follow ម្នាក់មួយផង follow យើងដាក់សិនមកបាទដក clear បន្តិចយ៉ា follow ម្នាក់មួយផងយើងកាត់កុំឲ្យវែងពេកបាទមួយជាងនោះបាទយើងដាក់ចឹងមកបាទវាយើងអាចទៅសេបាន255ពាក្យបងប្អូនទាំងគ្នាកន្លែងហ្នឹងវាអត់បង្ហាញជូនគេដាក់កំណត់ទេបងប្អូននៅចូលមកកន្លែងទៀតណាបាទយើងចូលមកកន្លែងទៀតគេបង្ហាញគេដាក់អក្សរលេខ255តួអក្សរហ្នឹងយើងអាចទៅសេបានលើសពី255តួអក្សរបងប្អូនគ្នាបាទអញ្ចឹងកន្លែងហ្នឹងវាគេអត់ទាន់បង្ហាញទេចាំបងប្អូនទៅមុខតិចទៀតបានដឹងបាទអញ្ចឹងខ្ញុំបង្ហាញមកវគ្គដំបូងសិនណាបាទអូខេយើងចុចថយមកបន្ទាប់ពីបងប្អូនទៅសេបងប្អូនចុច save ណាបាទចង់បញ្ជាក់ប្រាប់បងប្អូនទាំងគ្នាថាកន្លែងហ្នឹងយើងអាចកែទៅថ្ងៃក្រោយទៀតបានណាបងប្អូនគ្នាបាទយើងទៅសេឲ្យរៀងតាក់ទាញជាងនឹងទៅណាបាទដោយសារខ្ញុំលំអិតខ្លាចវាជូរពេកអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនខ្លីៗសិនណាបាទយើងចុច save អញ្ចឹងមកបាទបងប្អូនទាំងគ្នាអញ្ចឹងវាពេលយើងបំពេញមួយកឡោនដែលមាន3ចំណុចហ្នឹងគឺគ្រីសឲ្យបងប្អូនទាំងគ្នានេះមិនវានៅលើប៉ុន្តែវាពេលយើងបំពេញអស់វាលោតមកក្រោមវិញគេបាទអញ្ចឹងវាមានវាគ្រីស3ចំណុចបានន័យថាយើងបំពេញអាកឡោនទី1ហ្នឹងបានរួចរាល់ហើយទី1bio ការពិពណ៌នាអំពីទី1ការដាក់ profile នៃ account page របស់យើងទី2 cover ទី3ការដាក់ description ទៅសេ description បានន័យថាតកតងជាមួយនឹងព័ត៌មាននៃ page របស់យើងបាទអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនមួយវគ្គនេះសិនចាំវីដេអូក្រោយខ្ញុំបង្ហាញជូនបងប្អូន2វគ្គទៀតបងប្អូននៅ2វគ្គទៀតកន្លែងហ្នឹងណាបាទ2វគ្គទី1នេះគឺដាក់ link social media ផ្សេងទៅណាបាទដូចជាមាន link TikTok link YouTube link Facebook ចឹងទៅណាបាទចំណុចទី1នេះហើយទី2គឺបានន័យថាគេឲ្យបំពេញ connect WhatsApp business បងប្អូនមាន WhatsApp ដាក់ WhatsApp បាទហើយទី3ការដាក់ប៊ូតុងឲ្យគេតំណាក់តំណងជាមួយយើងដាក់ Messenger អញ្ចឹងណាបាទទី3នេះការទៅសេស្វាគមន៍ផុសមួយទៅយើងសេស្វាគមន៍អញ្ចឹងវីដេអូក្រោយខ្ញុំនឹងបង្ហាញពីចំណុចនេះទៅដល់បងប្អូនទាំងគ្នាអញ្ចឹងខ្ញុំបង្ហាញចំណុចនេះសិនដើម្បីឲ្យបងប្អូនចេះធ្វើទាំងអស់គ្នាអញ្ចឹងណាបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាណា